anh nhong asi áเคลียนมหอบโกเรចាកុំយួយមហូបកូរ៉េនឹងគឺថាកុំមានថ្ងៃខ្ញុំចូលតបានទេហាងមហូបកូរ៉េគេមានឈ្មោះថាផូឆាចូលមកវ៉ាប់ដូចនៅក្នុងរឿងកូរ៉េចឹងចាអ្នកដែលធ្លាប់មើលរឿងកូរ៉េគេដេតគ្នាញ៉ាំសាច់អាំងផឹកជីនរ៉ូអីយោបើភ្ញៀវវិញមានទាំងភ្ញៀវខ្មែរមានទាំងជនជាតិហើយភាគច្រើនគឺសុទ្ធតែជនជាតិកូរ៉េព្រោះអីនៅនឹងម្ចាស់ហាងក៏កូរ៉េចុងភៅក៏កូរ៉េបើមហូបវិញរសជាតិរូបមន្តអីគឺសុទ្ធតែកូរ៉េនៅនេះម៉ណុយមហូបអីគឺកូរ៉េសុទ្ធសាដែររសជាតិក៏កូរ៉េដែរអត់មានកាត់ណាអីទេចេញមកគឺរសជាតិដើមហ្មងណាគេចង់ញ៉ាំមហូបកូរ៉េ original អីអាចមកផូឆាបានសូម្បីតែឈ្មោះហាងគេក៏ព្រោះដែរចាម៉ណុយមហូបកន្លែងគាត់ទៅគឺសុទ្ធតែមហូបកូរ៉េទាំងអស់អត់មានកាត់ខ្មែរអត់មានអីទេមានដូចជាតូបូគីមីចាចាំងមីចាចាំងនេះដូចជាមីខ្មៅហ្នឹងគៀវសាច់ជ្រូកបំពងបាយពងត្រីគីមជីជៀនម្សៅសាច់គោឆាមឹកហើយឈុតពិសេសជាងគេនេះគឺឈុតហ៊ុននិងពវៀនធំសាច់ជ្រូក3ជាន់ហ្នឹងគឺជាប្រភេទសាច់អាំងបងប្អូនមកខ្ញុំសួរបងប្អូនទីអ្នកដែលធ្លាប់ទៅកូរ៉េញ៉ាំម្ហូបនៅកូរ៉េចង់ដឹងថារសជាតិដូចនៅនេះអត់អាចមកសាកបានចូលមកដល់វគ្គដំបូងគេគឺគេដាក់ឲ្យជាប្រភេទ side dish ចានតូចៗនេះសម្រាប់ញ៉ាំផ្ទាប់ជាមួយនឹងម្ហូបបើញ៉ាំអស់អាចថែមបានទៀតហើយសម្រាប់ម្ហូបនៅនេះញ៉ាំទៅវាប្លែកខុសពីរសជាតិដែលខ្ញុំធ្លាប់ញ៉ាំរាល់ដងវាមានជាតិគ្រឿងហើយធំក្លិនរៀងគ្រឿងរបស់គេហ្នឹងហើយរៀងដិតហើយក្លិនក៏ខុសប្លែកពីអីដែលខ្ញុំញ៉ាំរាល់ដងដែរនេះតូបូគីរបស់គេស្វិតឆ្ងាញ់ទឹកសោះអត់សូវផ្អែមខ្លាំងទេដូចខ្ញុំញ៉ាំរាល់ដងវិញវាមានរសជាតិម្យ៉ាងបែបផ្អែមខ្លាំងតែអានេះអត់ទេអត់ផ្អែមខ្លាំងទេហើយគ្រឿងគេរៀងដិតតិចប៉ុន្តែអ្នកដែលចូលចិត្តម្ហូបកូរ៉េចំហ្មងគឺញ៉ាំទៅឆ្ងាញ់ប៉ុន្តែសម្រាប់ខ្ញុំគ្រឿងគាត់រៀងដិតហើយបើនេះវិញខ្ញុំជឿថាបងប្អូនទៅញ៉ាំម្ហូបកូរ៉េរាល់ដងគាត់ចូលចិត្តញ៉ាំមីខ្មៅប្រភេទអញ្ចឹងគេហៅថាមីចាចាំងនិយាយទៅឲ្យតែម្ហូបកូរ៉េភាគច្រើនគឺផ្អែមកន្លែងផ្សេងធ្វើផ្អែមប៉ុន្តែសម្រាប់មីចាចាំងនៅនេះអត់សូវផ្អែមហើយក៏អត់ប្រែអត់អីដែរគឺរៀងសាបតិចប៉ុន្តែឆ្ងាញ់ហើយបើមួយនេះវិញគឺបាយច្បល់ពងត្រីសាម៉ុនគេហៅថាតូពីកូអាពងត្រីទូគាត់លាយបាយជាមួយនឹងសារាយហើយនឹងពងត្រីហ្នឹងសម្រាប់បាយនេះដែរតើយើងពាក់ស្រោមដៃហើយយើងច្បល់ញ៉ាំដោយដៃផ្ទាល់មកបានឆ្ងាញ់បងប្អូនហើយសម្រាប់ម៉ណុយពិសេសក្នុងហាងរបស់គាត់នេះគឺពវៀនគោហ៊ុនគោអាំងហើយនឹងសាច់ជ្រូក3ជាន់អានេះជាសេតរបស់គេហើយពវៀនគោហ្នឹងគឺមិនមែនងាយរកបានទេណាដោយសារតែគាត់យកមកពីកូរ៉េផ្ទាល់ហ្មងខាងក្រៅរបស់វាគឺស្រួយហើយខាងក្នុងវាមានខ្លាញ់តិចពេលដែលយើងញ៉ាំទៅអត់តលាន់ទេយើងជ្រលក់ជាមួយនឹងទឹកជ្រលក់របស់គេមកចូលជាតិខ្លាំងហ្មងពេលដែលយើងញ៉ាំម្ហូបកូរ៉េយើងកុំភ្លេចញ៉ាំជាមួយនឹង side dish របស់គេនេះអាហ្នឹងជាប្រភេទគ្រឿងដែលយើងផ្ទាប់ញ៉ាំជាមួយនឹងសាច់អាំងពេលយើងញ៉ាំអញ្ចឹងវារសជាតិវាប្លែកហើយឆ្ងាញ់មែនតើអូយគាត់តែខ្ញុំនិយាយនឹងខ្ញុំឃ្លានម្ដងទៀតបាត់ហើយនេះជាប្រភេទស៊ុបក្រុមចំពោះទាបងប្អូនពេលដែលយើងញ៉ាំសាច់អាំងញ៉ាំអីហើយយើងលាងមាត់ជាមួយនឹងស៊ុបចាអត់មានផ្អែមទេគឺស៊ុបមិនលាងមាត់អីទេគ្រាន់តែយើងញ៉ាំទៅឲ្យយើងហត់ទឹកហ្នឹងទៅវាមានកម្លាំងមានអីចឹងណាហើយសម្រាប់ម្ហូបកូរ៉េកន្លែងគាត់នេះគឺផ្ដោតទៅលើរសជាតិបែបកូរ៉េគ្រឿងដិតoriginal គឺរសជាតិដើមតែម្ដងសម្រាប់ហាងផូឆាម្ហូបកូរ៉េរបស់គាត់គឺមាន2សាខាបងប្អូនសម្រាប់សាខាទី1គឺផូឆាបឹងកេងកងគាត់បើកលក់រៀងរាល់ថ្ងៃ24ម៉ោងលើ24ម៉ោងហ្មងបងប្អូនតនេពេលណាចង់ទៅញ៉ាំស្មានណាក៏បានដែរគឺនៅសាខាបឹងកេងកងហើយសាខាថ្មីដែលគាត់តែបើកនេះគឺជាសាខាទី2គឺនៅផូឆា factory គឺនៅចិត្តរង្វង់មូលកម្មកោក្បែរសាលាបេធីគាត់បើកលក់រាល់ថ្ងៃដែរប៉ុន្តែចាប់ពីម៉ោង11ព្រឹកដល់ម៉ោង12យប់ហើយសាខាទី2របស់គាត់នឹងផងដែរគឺមានប្រូម៉ូសិន 20% គ្រប់មុខម្ហូបទាំងអស់ចាប់ពីថ្ងៃហ្នឹងរហូតដល់ថ្ងៃទី12ខែ4ណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់ញ៉ាំម្ហូបកូរ៉េបែប original របស់គេតែម្ដងចាស់គឺអាចទៅផូឆាទាំងពីរសាខាបានអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះដល់ចប់ណា